បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបគ្នាជាមួយខ្ញុំបាទជី6ម្ដងទៀតហើយថ្ងៃនេះខ្ញុំមានប្រភេទវីឡាតូនមួយកន្លែងចង់មកណែនាំដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែស្វែងរកផ្ទះវីឡាសម្រាប់ស្នាក់នៅក្បែរនឹងពលានយន្តហោះមរតកដេជោឬយើងហៅថាពលានថ្មីប្រភេទវីឡាតូនមួយនេះជាប្រភេទវីឡាឧត្តមបងប្អូនមានទីតាំងនៅខាងមុខនឹងសួនធំរបស់បរិយាតែម្ដងហើយមានទំហំដីរហូតដល់10 គុណនឹង 21 និងទំហំផ្ទះ9 កន្លះគុណនឹង 14 25 បងប្អូនហើយមានកម្ពស់3ជាន់ប្រភេទផ្ទះវីឡានេះគឺមានការដេគ័រនិងការ design ស្រស់ស្អាតខ្លាំងមែនទែនសំខាន់បរិយាច័ន្ទគិរីនេះជាបរិយាមួយដែលមានប្រភេទម៉ូដផ្ទះទាន់សម័យហើយពេញនិយមខ្លាំងមែនទែនបងប្អូនហើយគេផ្ដោតសំខាន់ទៅលើសុខភាពរបស់អ្នកស្នាក់នៅក្នុងបរិយានេះមានសួនមានទីធ្លាសម្រាប់ដើរហាត់ប្រាណសម្រាប់ក្មេងៗរត់លេងគឺថាស័ក្តិសមមែនទែនសម្រាប់ការស្នាក់នៅជាលក្ខណៈគ្រួសារហើយសម្រាប់ផ្ទះនេះគឺនៅខាងក្រោមចំផ្ទាល់ដីមានបន្ទប់ទទួលភ្ញៀវមួយយ៉ាងធំទូលាយហើយនឹងបន្ទប់ពហុបំណងមួយដូចខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងអញ្ចឹងអាចប្រើប្រាស់ជាបន្ទប់គេងក៏បានឬក៏ជាបន្ទប់សម្រាប់សិក្សាឬក៏ការិយាល័យក៏បានហើយមានបន្ទប់ទឹកមួយនៅខាងក្រោមនេះផងដែរហើយសម្រាប់ផ្នែកខាងក្រោយវិញគឺជាបន្ទប់ទទួលទានអាហារបងប្អូនធំទូលាយហើយមានទីធ្លាពន្លឺពេញលេញហើយចំណែកឯផ្ទះបាយវិញគឺគេសង់ឡើងដោយមានទ្វារបិទបើកបងប្អូនដូច្នេះហើយសម្រាប់ការចម្អិនម្ហូបផ្សេងៗគឺអត់មានក្លិនចេញចូលទៅក្នុងផ្ទះទេហើយផ្នែកខាងក្រោយនេះផ្ទះវិញក៏នៅសល់ដីធំទូលាយដែរបងប្អូនដោយបងប្អូនឃើញជាក់ស្ដែងនៅក្នុងវីដេអូនេះអញ្ចឹងឥឡូវយើងចេញទៅមើលផ្នែកខាងក្រោយនៃផ្ទះបងប្អូនគឺថាផ្ទះនេះមានដាំរុក្ខជាតិមកស្រស់ស្អាតខៀវស្រងាត់តែម្ដងហើយផ្នែកខាងក្រោយនេះគឺមានទីធ្លាសម្រាប់ដាក់ម៉ាស៊ីនបោកខោអាវសម្រាប់ហាលខោអាវផ្សេងៗហើយនឹងមានបន្ទប់សម្រាប់អ្នកស្នាក់នៅជាមួយមួយផងដែរឬក៏បងប្អូនប្រើប្រាស់ជាឃ្លាំងសម្រាប់ទុកសម្ភារៈក៏បានដែរបងប្អូនហើយនឹងមានបន្ទប់ទឹកមួយដែលកន្លែងផងដែរជាស្រ័យដោយសារទៅពេលនេះគឺបន្ទប់នឹងជាប់សោបងប្អូនអត់អាចបើកបានអញ្ចឹងផ្នែកខាងក្រោយនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងចូលទៅមើលផ្នែកខាងទៀតនៃផ្ទះបងប្អូនដើរមកដល់កន្លែងនេះបងប្អូនឃើញទ្វារនេះគឺទ្វារសម្រាប់ចេញចូលទៅខាងផ្ទះបាយបងប្អូនសម្រាប់អ្នកស្នាក់នៅជាមួយឬក៏ចុងភៅអីបើសិនជាបងប្អូនអត់ចង់ឲ្យគាត់ប្រើប្រាស់ដើរកាត់ផ្ទះធំទេបងប្អូនឲ្យគាត់ចេញចូលតាមចំហៀងផ្ទះនេះបានបងប្អូនឥឡូវយើងចូលទៅខាងក្នុងផ្ទះបន្តទៀតបងប្អូនហើយសម្រាប់ផ្នែកកណ្ដាលនៃផ្ទះនេះមិនមែនជាសសរទេបងប្អូនគឺជា storage សម្រាប់ទុកដាក់អីវ៉ាន់មាន space ធំទូលាយអាចដាក់អីវ៉ាន់បានច្រើនហើយផ្នែកខាងក្រោមសសរវិញក៏ធំទូលាយដែរហើយនឹងអាចប្រើប្រាស់ជាបន្ទប់បច្ចេកទេសសម្រាប់តខ្សែអ៊ីនធឺណិតអីឡើងទៅក្នុងផ្ទះបានណាបងប្អូនឥឡូវផ្នែកខាងក្រោមចំផ្ទាល់ដីហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងឡើងទៅមើលខាងលើបន្តទៀតហើយសម្រាប់ប្រភេទវីឡាឧត្តមនេះនៅក្នុងបរិយាច័ន្ទគិរីគឺគេធ្វើសសរនៅចំហៀងដែលសន្សំចៃ space បានច្រើនខ្លាំងមែនទែនធ្វើឲ្យផ្ទះនេះកាន់តែមើលទៅទូលាយល្អដល់ពេលដែលយើងឡើងមកដល់ជាន់ទី1បងប្អូនជាន់ទី1នេះគឺមានបន្ទប់គេងចំនួន2នៅផ្នែកខាងមុខមួយនិងផ្នែកខាងក្រោយមួយបងប្អូនបន្ទប់ផ្នែកខាងក្រោយនេះគឺជាបន្ទប់គេង master bedroom ដែលយើងហៅថាជាបន្ទប់គេងមេគ្រួសារដែលមានសភាពធំទូលាយខ្លាំងមែនទែនបងប្អូនអាចធ្វើការដេកូអីបន្ថែមបន្ថយច្រើនទៀតហើយមកជាមួយនឹងបន្ទប់ទឹកយ៉ាងធំទូលាយផងដែរបងប្អូននឹងមានម៉ាញ័រសម្រាប់គេងត្រាំទឹកដែលស័ក្តិសមជាបន្ទប់គេងមេគ្រួសារហើយបន្ទប់នេះគឺមានពន្លឺហើយនឹងលំហូរខ្យល់ចេញចូលល្អមែនទែនបងប្អូនដូចឃើញជាក់ស្ដែងអញ្ចឹងហើយអ្វីដែលសំខាន់នោះគឺមានមកជាមួយនឹងវេរ៉ុងដាឯកជនមួយផងដែរបែរទៅចំហៀងផ្ទះបងប្អូនឥឡូវយើងចេញទៅមើលវេរ៉ុងដាទាំងអស់គ្នាបងប្អូនជាមួយនឹងវេរ៉ុងដាដ៏ធំទូលាយបែបនេះបងប្អូនអាចរៀបចំជាកៅអីអង្គុយស្រូបយកខ្យល់អាកាសឬក៏អង្គុយធ្វើការពេលល្ងាចអីបានបើសិនជាបងប្អូនអត់ចង់អង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ច្រើនពេកទេហើយសម្រាប់វេរ៉ុងដានេះក៏អាចឆ្លងទៅកាន់វេរ៉ុងដាបន្ទប់នៅខាងមុខផងដែរបងប្អូនឃើញប៉ុណ្នេះបងប្អូនប្រកាសជាគិតថាវ៉ាវហើយប៉ុន្តែបន្ទប់នេះគឺអត់ទាន់អស់ទេគឺនៅមានអ្វីមក surprise បងប្អូនបន្តទៀតឥឡូវយើងចូលមកមើលទាំងអស់គ្នាបងប្អូនគឺបន្ទប់នេះគឺនៅមានបន្ទប់មួយទំនេរបន្ថែមទៀតដែលបងប្អូនអាចដេក័រធ្វើជាបន្ទប់ផ្លាស់សម្លៀកបំពាក់ក៏បានឬក៏ធ្វើជាការិយាល័យផ្ទាល់ខ្លួនក៏បានដែរបងប្អូនគឺធំទូលាយអញ្ចឹងសម្រាប់បន្ទប់ master bedroom នេះគឺមានតែប៉ុណ្្នឹងទេបងប្អូនឥឡូវយើងចូលទៅមើលបន្ទប់គេងនៅខាងផ្នែកខាងមុខវិញម្ដង
សម្រាប់បន្ទប់គេងផ្នែកខាងមុខនេះគឺមិនចាញ់បន្ទប់គេង Master Bedroom ប្រហែលទេបងប្អូនគឺចូលមកដល់បន្ទប់នេះភ្លាមគឺគ្រាន់តែបើកបង្ណូនមកបងប្អូននឹងឃើញទេសភាពយ៉ាងខៀវស្រងាត់តែម្ដងហើយបើសិនជាបើកគួរគិតគឺកាន់តែអែមតែម្ដងបងប្អូនដោយសារវាមានលំហូរខ្យល់ធម្មជាតិចូលមកបងប្អូនធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយតែម្ដងហើយវេដងដាផ្នែកខាងមុខនេះក៏មិនតូចចាញ់ផ្នែកខាងក្រោយបងប្អូនអាចរៀបចំដាក់កៅអីអង្គុយលេងឬក៏អង្គុយធ្វើការអង្គុយស្រូបយកខ្យល់អាកាសនៅពេលល្ងាចបានណាបងប្អូនឬក៏ពេលព្រឹកអីហ្នឹងដាក់កាហ្វេមួយកែវមកអង្គុយអានសៀវភៅគឺអេមខ្លាំងបងប្អូនហើយនេះគឺជាច្រកសម្រាប់ឆ្លងទៅវេដងដាផ្នែកខាងក្រោយអញ្ចឹងវេដងដាផ្នែកខាងមុខនិងផ្នែកខាងក្រោយគឺធំទំហំធំដូចគ្នាហើយអាចឆ្លងកាត់ទៅគ្នាបានហើយសម្រាប់បន្ទប់គេងផ្នែកខាងមុខនេះក៏មានមកជាមួយនឹងបន្ទប់ទឹកឯកជនមួយផងដែរបងប្អូនហើយគ្រាន់តែបន្ទប់នេះអត់មានជាមញ័រសម្រាប់គេងត្រាំទឹកទេអញ្ចឹងសម្រាប់ផ្នែកជាន់ទី1នេះគឺអស់តែប៉ុណ្ណឹងហើយបងប្អូនឥឡូវយើងឡើងទៅមើលបន្ទប់គេងនៅជាន់ទី2បន្តទៀតសម្រាប់ផ្ទះនេះទៅជាន់ទី2ក៏មានបន្ទប់គេងតែចំនួន2ដូចគ្នាដែរបងប្អូនគឺផ្នែកខាងមុខនិងផ្នែកខាងក្រោយគ្រាន់តែវេដងដាសម្រាប់បន្ទប់គេងទាំងពីរនេះគឺអត់ធំទលាយដូចជាន់ខាងក្រោមទេឥឡូវយើងចូលមកមើលបន្ទប់គេងផ្នែកខាងក្រោយសិនសម្រាប់បន្ទប់គេងផ្នែកខាងក្រោយនេះគឺធំទលាយបងប្អូនហើយវេដងដាគឺមកល្វែងតែម្ដងបើថាតូចពេកក៏មិនតូចពេកដែរគឺធំល្មមអាចដាក់កៅអីអង្គុយលេងបានអង្គុយធ្វើការស្រូបយកខ្យល់អាកាសបានដូចគ្នាហើយក៏មកជាមួយនឹងបន្ទប់ទឹកឯកជនមួយផងដែរបងប្អូនឃើញបន្ទប់ទឹកនេះគឺស្រស់ស្អាតដែរបងប្អូនធំទលាយស្តង់ដារពីបរិយមកអញ្ចឹងសម្រាប់បន្ទប់គេងផ្នែកខាងក្រោយនេះគឺមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅមើលបន្ទប់គេងផ្នែកខាងមុខវិញម្ដងបន្ទប់គេងផ្នែកខាងមុខនេះក៏មកជាមួយនឹងទំហំធំទលាយដែរហើយវេដងដាមិនតូចប្រហែលទេបងប្អូនធំគួរសមហើយបែរទៅកាន់សួនដូចគ្នាចូលមកគឺស្រស់ស្រាយសម្រាប់បន្ទប់មួយនេះសម្រាប់ខ្ញុំគឺពេញចិត្តបន្ទប់ខាងមុខជាងបន្ទប់ខាងក្រោយបងប្អូនដោយសារវាធំទូលាយហើយសំខាន់មើលទៅឃើញសួនសាធារណៈធំទូលាយវាដើមឈើខៀវស្ងាត់តែម្ដងហើយបន្ទប់នេះក៏មានបន្ទប់ទឹកឯកជនមួយដែរស្តង់ដារពីបរិយមកបងប្អូនអញ្ចឹងសម្រាប់ផ្ទះនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនសិនជាបងប្អូនចាប់អារម្មណ៍ចង់មកមើលដល់ទីតាំងឬក៏ចង់សាកសួរព័ត៌មានបន្ថែមអាចតាក់ទងមកខ្ញុំបានខ្ញុំនឹងដាក់លេខទូរស័ព្ទហើយនឹងតម្លៃនៅក្នុង description ខាងក្រោមអរគុណសម្រាប់ការទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ចាំជួយ subscribe Channel YouTube របស់ខ្ញុំមួយផង